សត្វពស់និងសត្វកង្កែបការគ្រាមួយមានកង្កែបមួយហ្វូងធំរស់នៅក្នុងត្រពាំងមួយដោយក្តីរីករាយមានថ្ងៃមួយកង្កែបផ្សេងទៀតគាំទ្រភ្នែកមួយក្នុងចំណោមកង្កែបទាំងពីរនោះរៀងខ្លួនដោយសាររឿងនេះបានធ្វើឲ្យមានក្រុមកង្កែបពីរត្រូវបានបង្កើតឡើងមិនយូរប៉ុន្មានចំនួននេះបានរីករាលដាលធំឡើងធ្វើឲ្យមានការស្អប់គ្នានិងបានបែកសាច់ក្នុងចំណោមកង្កែបទាំងអស់នៃក្រុមទាំងពីរពួកវាតែងព្យាយាមធ្វើទុក្ខបុកម្នេញដល់កង្កែបដែលជាសមាជិកនៃក្រុមផ្សេងទៀតថ្ងៃមួយមានក្រុមកង្កែបមួយក្រុមបានទៅរកសត្វពស់ហើយនិយាយឡើងថានៅក្នុងត្រពាំងរបស់ពួកយើងមានកង្កែបខ្លះបានក្លាយជាសត្រូវនៃយើងអញ្ចឹងសូមលោកម្ករស់នៅក្នុងត្រពាំងរបស់យើងហើយយ៉ាស៊ីពួកនោះទាំងអស់ទៅដូច្នេះលោកនឹងមានអាហារស្រាប់នៅទីនោះនឹងជួយយើងកម្ចាត់សត្រូវផងដែរសត្វពស់បានយល់ព្រមទៅរស់នៅក្នុងត្រពាំងនៃពួកកង្កែបពេលវេលាចេះតែកន្លងទៅសត្វពស់ចាប់តាមស៊ីកង្កែប3ក្បាលនៃក្រុមសត្រូវជារៀងរាល់ថ្ងៃមិនយូរប៉ុន្មានកង្កែបបទាំងអស់នៃក្រុមនោះបានក្លាយជាចំណីនៃពស់ទាំងអស់ដោយឃើញថាការងារបានបញ្ចប់ដោយនេះកង្កែបដែលជាមេដឹកនាំនៃក្រុមកង្កែបមួយទៀតបានស្នើសុំឲ្យសត្វពស់ចាក់ចេញពីអន្ទងប៉ុន្តែពេលនេះសត្វពស់ទម្លាប់នឹងការទទួលបានអាហារស្រាប់ដូច្នេះវាបានបដិសេធមិនព្រមចាក់ចេញពីអន្ទងវារស់នៅទីនោះនឹងបានស៊ីកង្កែបទាំងអស់នៃក្រុមផ្សេងទៀតផងដែរយើងហើយដោយសារតែការប្រយុទ្ធគ្នាដ៏ឆាប់ល្មងមួយនេះបានធ្វើឲ្យកង្កែបទាំងអស់ត្រូវម្លោះហើយបាត់បង់ជីវិត